ចាជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ KH Farm ដែលថ្ងៃនេះដែរខ្ញុំមានប្រធានបទថ្មីមួយចង់មកចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអំពីជំងឺរើមអញ្ចឹងតើបងប្អូនបានដឹងអ្វីខ្លះអំពីជំងឺរើមនៅក្នុងវីដេអូនេះយើងនឹងលើកយក6ចំណុចដែលមកបកស្រាយដែលចំណុចទី1ពាក់ព័ន្ធនឹងនិយមន័យចំណុចទី2កត្តាប្រឈមហើយចំណុចទី3រោគសញ្ញាហើយនិងចំណុចទី4គឺវិធីព្យាបាលហើយចំណុចទី5ហ្នឹងគឺគោលបំណងនៃការព្យាបាលហើយចំណុចទី6ពាក់ព័ន្ធនឹងប្រការដែលគួរយល់ដឹងឬក៏ចំណុចដែលគួរយល់ដឹងអំពីជំងឺរើមហ្នឹងយើងចូលដល់ចំណុចទី1តើអ្វីទៅជាជំងឺរើមអញ្ចឹងជំងឺរើមហ្នឹងគឺជាជំងឺម្យ៉ាងដែលបណ្ដាលមកពីវីរុសម្យ៉ាងដែលខ្ញុំមានឈ្មោះថា Varicella Zoster ដែលបង្ហាញសញ្ញាលើស្បែកជាពងទឹកមានតូចមានធំផ្ដុំគ្នាជាកញ្ចុំឬក៏ជាផ្ទាំងឧទាហរណ៍ដូចនៅក្នុងរូបហ្នឹងគឺវាមានជាពងទឹកកញ្ចុំនៅលើស្បែកយើងអញ្ចឹងណានៅពេលដែលមនុស្សយើងឆ្លងវីរុសហ្នឹងណាដំបូងគឺវាបង្កជាជំងឺអុតស្វាយទេប៉ុន្តែក្រោយមកនៅពេលដែលយើងជាសះស្បើយពីជំងឺអុតស្វាយហ្នឹងអាវីរុសហ្នឹងគឺវាសង្ងំនៅក្នុងខ្លួនរបស់យើងនៅក្នុងប្រព័ន្ធប្រសាទរបស់យើងអញ្ចឹងណាហើយនៅពេលណាដែលសុខភាពរបស់យើងនឹងចុះខ្សោយអាវីរុសហ្នឹងវានឹងរើឡើងសារជាថ្មីហើយបង្កជាជំងឺរើមចំណុចទី2គឺកត្តាប្រឈមកត្តាប្រឈមហ្នឹងគឺទាក់ទងទៅនឹងស្ថានភាពសុខភាពរបស់បុគ្គលហ្នឹងម្នាក់ៗដែលគេកំណត់ដោយកត្តាអាយុអត្រាជំងឺនឹងកើនឡើងគឺករណីអាយុយើងនឹងកាន់តែច្រើនហើយទី2ហ្នឹងគឺកត្តាជំងឺរ៉ាំរ៉ៃបើសិនជាយើងមានជំងឺរ៉ាំរ៉ៃគឺងាយប្រឈមនឹងកើតជំងឺរើមហ្នឹងហើយចំណុចបន្ទាប់គឺពាក់ព័ន្ធនឹងប្រព័ន្ធភាពស៊ាំរបស់យើងនឹងចុះខ្សោយហើយអ្នកជំងឺដែលមានផ្ទុក HIV ឬក៏ជំងឺអេដស៍ហើយបន្ទាប់មកគឺអ្នកជំងឺដែលគាត់បដូរសរីរាង្គអញ្ចឹងណាអញ្ចឹង5ចំណុចហ្នឹងគឺគាត់ងាយប្រឈមនឹងកើតជំងឺរើមហ្នឹងយើងចូលដល់ចំណុចទី3គឺរោគសញ្ញានៅរយៈពេល4ទៅ5ថ្ងៃមុនពេលដែលលេចចេញជំងឺហ្នឹងអ្នកជំងឺគឺមានអាការៈរាងអស់កម្លាំងក្តៅខ្លួនស្ទញៗឬក៏សក្គាកាហាយៗនៅលើស្បែកឬក៏កន្លែងដែលវាប្រុងនឹងលេចចេញជំងឺរើមហ្នឹងណាហើយបន្ទាប់មកទៅវាចេញជាផ្ទាំងក្រហមកំណត់ដោយពងទឹកមានតូចមានធំផ្ដុំគ្នាជាកញ្ចុំឬក៏ជាផ្ទាំងហើយវាអាចចាញ់គ្រប់ទីកន្លែងមិនថានៅលើទ្រូងនៅលើមុខឬក៏នៅលើដៃជាដើមប៉ុន្តែគឺវាចេញម្ខាងឬក៏ដោយផ្នែកវាមិនដែលចេញទាំងសងខាងឬក៏ព័ទ្ធជុំនោះទេហើយក្រោយពីចេញសញ្ញានៅលើស្បែកពី7ទៅ10ថ្ងៃហ្នឹងពងទឹកទាំងអស់ហ្នឹងគឺវាជាសះស្បើយហើយវាคล้ายទៅជាកម្រហើយវាបន្សល់ទុកនៅស្លាកស្នាមឬក៏ស្លាកនៅលើស្បែករបស់យើងអញ្ចឹងណាហើយព្រមនឹងជាមួយនឹងការឈឺចាប់ឬក៏កាហាយនៅលើស្បែកឬក៏កន្លែងដែលចេញរើមហ្នឹងហើយរោគសញ្ញាឈឺចាប់ឬក៏កាហាយនៅលើស្បែកហ្នឹងគឺវាអាចមានតិចឬក៏ខ្លាំងអាស្រ័យទៅលើសុខភាពរបស់បុគ្គលផ្សេងៗគ្នាចំណុចទី4ហ្នឹងគឺពាក់ព័ន្ធនឹងវិធីព្យាបាលអញ្ចឹងអ្នកជំងឺគឺត្រូវទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យឬក៏គ្រូពេទ្យឯកទេសដើម្បីឲ្យធ្វើរោគវិនិច្ឆ័យឬក៏ព្យាបាលឲ្យបានត្រឹមត្រូវហើយជាទូទៅហ្នឹងគឺគេព្យាបាលដោយប្រើពពួក Antivirus គឺពពួក Acyclovir ជាដើមហើយពពួកឱសថហ្នឹងគឺមានពីរប្រភេទមានទាំងគ្រាប់ហើយនិងជាគ្រីមលាបអញ្ចឹងណាបន្តមកទៀតគឺយើងចូលដល់ចំណុចទី5គឺគោលបំណងនៃការព្យាបាលអញ្ចឹងគោលបំណងនៃការព្យាបាលហ្នឹងគឺដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរឬក៏ការឈឺចាប់ហើយឲ្យរបួសហ្នឹងឆាប់ជាសះស្បើយទប់ស្កាត់នៃការរីករាលដាលរបួសនៅលើស្បែកហ្នឹងហើយទប់ស្កាត់ការចម្លងពពួកវីរុសហ្នឹងហើយបន្តមកទៀតគឺដើម្បីទប់ស្កាត់ការឈឺរលាកនៃសរសៃប្រសាទរ៉ាំរ៉ៃបន្តមកទៀតយើងចូលដល់ចំណុចទី6គឺប្រការត្រូវយល់ដឹងអញ្ចឹងបងប្អូនត្រូវងូតទឹកសម្អាតខ្លួនប្រាណនិងសាប៊ូជាប្រចាំហើយត្រូវបរិភោគអាហារបំប៉នសុខភាពហើយមិនត្រូវតមអាហារនោះទេហើយមិនត្រូវស្ដោះផ្លុំឬក៏យកភ្លើងហ្នឹងមកដុតនៅលើស្បែកដែលអ្នកជំងឺគាត់កើតរើមអញ្ចឹងណាហើយបន្តមកទៀតគឺចំពោះអ្នកដែលមិនទាន់កើតជំងឺអុតស្វាយហ្នឹងគឺត្រូវទៅចាក់ថ្នាំដើម្បីការពារជំងឺអុតស្វាយហ្នឹងអញ្ចឹងពុកម៉ែបងប្អូនគួរតែធ្វើអនាម័យខ្លួនប្រាណដើម្បីការពារពីជំងឺអុតស្វាយឬក៏ជំងឺរើមហើយបើសិនជាពុកម៉ែបងប្អូនមានករណីសង្ស័យថាកើតជំងឺហ្នឹងពុកម៉ែបងប្អូនគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យដោយបានឆាប់បំផុតដើម្បីទទួលការប្រឹក្សាឬក៏ព្យាបាលឲ្យបានមានប្រសិទ្ធភាពអូខេអញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ផងដែរហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលបានចំណេះដឹងខ្លះៗអំពីវីដេអូមួយនេះហើយបើពុកម៉ែបងប្អូនចូលចិត្តនៅវីដេអូមួយនេះពុកម៉ែបងប្អូនកុំភ្លេចធ្វើការ Like Share Subscribe Channel នេះម្នាក់មួយផងអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀត